សូមគោរពជម្រាបសួរលោកគ្រូក៏ដូចជាអង្គវេទិកាខ្ញុំបាទហ៊ឿនជន្លីមកពីកាលាយរដ្ឋបាលមានសំណួរមួយចង់សួរលោកគ្រូពាក់ព័ន្ធនឹងរចនាសម្ព័ន្ធឃើញរចនាសម្ព័ន្ធមន្ទីរសុខាភិបាលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋបាលខេត្តតែចុះហេតុអីបានមន្ទីរអង្គភាពផ្សេងទៀតនោះមិនដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋបាលខេត្តសូមអរគុណបាទអរគុណណាស់បាទបើមិនមានទេសូមគុលវិទ្យាជូនឯកឧត្តមសាស្ត្រាចារ្យឆ្លើយបាទអូខេតោះសូមគោរពអង្គវេទិកាទាំងមូលសំណួររបស់ខ្ញុំគឺជាការចូលរួមរបស់ប្រជាពលរដ្ឋអញ្ចឹងទ្រព្យសម្បត្តិរបស់សាធារណៈក៏ដូចជាដើមយើងមើលដើមឈើដែលរដ្ឋបាលគាត់មានយុទ្ធនាការដាំដូចស្លាកសញ្ញាចរាចរណ៍សួនសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធនានាគឺជាទ្រព្យសម្បត្តិរួមរបស់សហគមន៍របស់យើងអញ្ចឹងថាចង់សួរថាតើរដ្ឋបាលខេត្តមានយុទ្ធសាស្ត្រឬក៏វិធានការអ្វីខ្លះដើម្បីលើកទឹកចិត្តនិងជំរុញឲ្យប្រជាពលរដ្ឋរបស់យើងចូលរួមថែរក្សាការពារនិងរាយការណ៍អំពីការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈទាំងអស់នោះឥឡូវខ្ញុំឧទាហរណ៍សាមញ្ញមួយខ្ញុំឃើញស្លាកសញ្ញាមួយនៅជិតអសលដ្ឋានស័ក្តិសិទ្ធិឃើញអាហ្នឹងវាយូរហើយតែអត់ដែលមានណាហ៊ានទៅត្រង់វាឬមិនទេអញ្ចឹងខ្ញុំចង់មានសំណួរតែប៉ុណ្្នឹងបាទសូមគោរពអរគុណសូមអរគុណច្រើនបាទពីសំណួរបាទបងអូនថាវ៉ាន់ហើយនិងបងអូនជុនលីបាទសូមគុលវិទ្យាជូនឯកឧត្តមបាទដើម្បីឆ្លើយសំណួរបាទសំណួរទី1របស់បុគ្គលិកយើងដែលតាក់ទងនឹងសុខាភិបាលបាទដូចខ្ញុំបានលើកឡើងរួចហើយបង្ហាញជូនហើយថារដ្ឋបាលគឺធ្វើទៅតាមច្បាប់និងវិធានគតិយុត្តដែលចែងសួរថាហេតុអីបានសុខាភិបាលនៅក្រោមរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តមូលហេតុដោយសារក្រសួងសុខាភិបាលពេលនោះគាត់ធ្វើការកែតម្រង់លឿនជាងគេគឺគាត់បានធ្វើវិមជ្ឈការមន្ទីរសុខាភិបាលហ្នឹងឲ្យមករដ្ឋបាលខេត្តតែម្ដងណាអញ្ចឹងពាក្យវិមជ្ឈការហ្នឹងប្រហែលជាមួយធ្លាប់រៀនហើយបងប្អូនយើងរៀនឬយល់ហ្នឹងបើសិនជាថាឥឡូវហ្នឹងវាអត់មានពេលនឹងបញ្យល់ហ្នឹងទេបើថាយើងឆ្ងល់លើពាក្យអស់ហ្នឹងឬក៏មិនហ្នឹងមានស្នើសុំគណៈគ្រប់គ្រងធ្វើវេទិកាមួយលើក្រោយទៀតបញ្យល់ដាក់ប្រធានបទដើម្បីរកវាគ្មិនដែលគាត់មកបញ្យល់ពីរឿងហ្នឹងអញ្ចឹងកាលណាធ្វើវិមជ្ឈការបានន័យថារដ្ឋបាលហ្នឹងនៅក្រោមខេត្តហើយបើវិមជ្ឈការឲ្យទៅស្រុកគឺទៅក្រោមស្រុកប៉ុន្តែមន្ទីរដតីទៀតក្រសួងរបស់គាត់ហ្នឹងគាត់អត់បានធ្វើវិមជ្ឈការឲ្យមកខេត្តទេគឺគ្រាន់តែបានប្រតិភូកម្មណាឲ្យខេត្តហ្នឹងជាតំណាងរដ្ឋមន្ត្រីគ្រប់គ្រងមន្ទីរហ្នឹងក្នុងនាមជាតំណាងរដ្ឋមន្ត្រីប៉ុន្តែដល់មន្ទីរសុខាភិបាលហ្នឹងគាត់ផ្ទេរមកឲ្យខេត្តតែម្ដងក្រសួងផ្សេងក្រសួងអប់រំក្រសួងបរិស្ថានស្អីហ្នឹងគាត់អត់ឲ្យមន្ទីរហ្នឹងមកក្រោមខេត្តទេអត់មានលិខិតបទដ្ឋានគតិយុត្តណាបានទេឲ្យទេប៉ុន្តែគាត់ឲ្យការឡាយទៅនៅស្រុកនោះទៅស្រុកបដ ாய் ឃើញទេវាខុសគ្នាអញ្ចឹងបាននៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់យើងត្រូវយល់មន្ទីរសុខាភិបាលនៅក្រោមខេត្តប៉ុន្តែពេទ្យស្រុកគេហៅស្រុកប្រតិបត្តិមិនមែននៅក្រោមស្រុកទេអានេះបើយើងនិយាយក្រោមលើយើងនិយាយអញ្ចឹងបានន័យថាមិននៅក្នុងរចនាសម្ព័ន្ធរបស់ស្រុកទេមន្ទីរពេទ្យស្រុកឬក៏ស្រុកប្រតិបត្តិហ្នឹងគាត់នៅក្រោមរចនាសម្ព័ន្ធរបស់មន្ទីរហើយមណ្ឌលសុខភាពនៅក្រោមស្រុកប្រតិបត្តិអញ្ចឹងមណ្ឌលសុខភាពមិនមែននៅក្រោមឃុំទេណាអញ្ចឹងមណ្ឌលសុខភាពនៅក្រោមស្រុកប្រតិបត្តិសុខាភិបាលស្រុកប្រតិបត្តិសុខាភិបាលនៅក្រោមមន្ទីរហើយមន្ទីរនៅក្រោមខេត្តណាយេអញ្ចឹងការទទួលខុសត្រូវហ្នឹងគឺប្រធានមន្ទីរទទួលខុសត្រូវជំនួសអាបាលខេត្តគ្រប់គ្រងទៅក្រោមវាខុសពីអប់រំណាបើខ្ញុំជឿថាលោកគ្រូអ្នកគ្រូគណៈគ្រប់គ្រងនេះអាចជាគ្រូអាចដឹងដល់គ្រូវិញអប់រំមន្ទីរអប់រំមិនមែននៅក្រោមរចនាសម្ព័ន្ធរបស់ខេត្តដោយមន្ទីរសុខាភិបាលទេប៉ុន្តែដល់ការឡាយអប់រំស្រុកនោះនៅក្រោមស្រុកអញ្ចឹងការតែងតាំងនាយកសាលានាយកអីណា
នៅស្រុកណាបាទប៉ុន្តែនៅឃុំអត់តាន់មានទេអត់តាន់មានលិខិតណាថាឲ្យសាលាមត្តេយ្យនៅក្រោមឃុំអីនៅកំពុងសិក្សាទេប៉ុន្តែកាល័យអប់រំហ្នឹងនៅចំណុះស្រុកបាទអញ្ចឹងសួរថាហ្នឹងមិនច្បាប់អញ្ចឹងការធ្វើវិមជ្ឈការធ្វើប្រតិភូកម្មហ្នឹងគឺអាស្រ័យទៅលើបទដ្ឋានគតិយុត្តសួរថាអាហ្នឹងវាមិនគឺយើងត្រូវសិក្សាត្រូវចាំមើលការសិក្សារបស់ថ្នាក់ជាតិដែលកំពុងសិក្សាហើយគេហៅគោជអបណាគណៈកម្មាធិការកំណែតម្រង់ណាកំណែតម្រង់អភិវឌ្ឍមូលដ្ឋានតាមបែបប្រជាធិបតេយ្យនិងវិមជ្ឈការហ្នឹងដែលមានលេខាធិការដ្ឋាននៅក្រសួងមហាផ្ទៃកំពុងសិក្សារឿងហ្នឹងឥឡូវហ្នឹងកំពុងសិក្សាថាតើឲ្យមន្ទីរសុខាភិបាលហ្នឹងមកខេត្តតើស្រុកប្រតបានឲ្យទៅអ្នកណាឲ្យទៅស្រុកទេហើយមណ្ឌលសុខភាពគួរឲ្យទៅឃុំទេប៉ុន្តែសិក្សាសិនព្រោះទម្លាប់នៅកម្ពុជាយើងការធ្វើប្រតិភូកម្មឬក៏ផ្ទេរមុខងារឲ្យហ្នឹងគឺយើងមិនឲ្យទៅឲ្យដកមកវិញទេត្រូវសិក្សាឲ្យសាកល្បងណាពេលខ្លះសាកល្បងនៅខេត្តណាមួយអញ្ចឹងទៅណាសាកល្បងនៅកន្លែងណាមួយអញ្ចឹងទៅបើឃើញថាវាដើរទៅលូនហើយបានផ្ទេរទៅឲ្យម្ដងណាឲ្យហើយអត់យកមកវិញទេប្រទេសខ្លះឲ្យទៅបានតិចយកមកវិញណាយើងមានប្រទេសជិតខាងនៅក្នុងតំបន់របស់យើងនឹងឲ្យហើយយកមកវិញបាទអញ្ចឹងគេផ្ទេរទៅផ្ទេរមកប៉ុន្តែយើងអត់ទេតែយើងឲ្យទៅហើយទៅបាទអញ្ចឹងកន្លែងនេះបើសិនជាមិនច្បាស់សូមបញ្ជាក់បន្ថែមខ្ញុំអញ្ចឹងយើងយោងទៅលើច្បាប់ណាយោងលើច្បាប់លើបទដ្ឋានគតិយុត្តអញ្ចឹងអាហ្នឹងកន្លែងហ្នឹងគេថារឿងមិនទៀតហ្នឹងគឺនៅលើរាជរដ្ឋាភិបាលសិក្សាហើយនៅពេលខាងមុខនេះណាខ្ញុំក៏ជម្រាបជូនឲ្យនេះបន្តិចចុះថាយើងគណៈកម្មការកំណែតម្រង់ហ្នឹងកំពុងតែសិក្សាបរួមក្រសួងមួយចំនួនចូលគ្នាដែរឃើញទេចូលគ្នានាយកដ្ឋានមួយចំនួនក៏រំសាយណាបាទអញ្ចឹងបញ្ចូលគ្នាឲ្យនៅតិចបាទហើយមានការផ្ទេរមុខងារទៅឲ្យអាជ្ញាធរនៅថ្នាក់ក្រោមជាតិហ្នឹងបាទហើយចំពោះសំណួររបស់គ្រូថវ័នតកតងនឹងទ្រព្យសម្បត្តិសាធារណៈនេះបាទបើយើងនិយាយទៅជារួមទាំងអស់មិនមែនតែយើងនិយាយផ្លាកសញ្ញាឬក៏ដើមឈើទេបាទការពិតអានេះជាការទទួលខុសត្រូវរបស់អាជ្ញាធរទៅលើទ្រព្យសម្បត្តិសាធារណៈផ្លាកសញ្ញាដែលថវ័នលើកឡើងហ្នឹងហើយដើមឈើដែលដាំតាមសងខាងផ្លូវហ្នឹងជាការទទួលខុសត្រូវដោយមន្ទីរសាធារណការណាផ្លាកសញ្ញាណាមន្ទីរសាធារណការហើយដើមឈើដែលនៅលើចំណីផ្លូវហ្នឹងវាមានចំណែកមួយបានន័យថាអាជ្ញាធរចំណីផ្លូវគឺគ្រប់គ្រងដោយអាជ្ញាធរដែនដីអញ្ចឹងអាជ្ញាធរដែនដីក្រុងស្រុកហ្នឹងឯងបាទក្រុងស្រុកហ្នឹងអញ្ចឹងដើមឈើហ្នឹងត្រូវបានធម្មតារដ្ឋបាលមិនមានជំនាញលើការថែទាំដើមឈើទេអញ្ចឹងវានៅលើមន្ទីរកសិកម្មណាអញ្ចឹងនៅពេលដែលមានការកាប់បំផ្លាញមានការរំលោភទៅលើអដែងចំណីផ្លូវសាធារណៈហ្នឹងវាមានអង្គភាពដែលទទួលខុសត្រូវពី3ទៀតដែលយើងកំពុងតែសិក្សាដែលរាជរដ្ឋាភិបាលកំពុងសិក្សាហើយត្រូវធ្វើការកែតម្រង់លើរឿងហ្នឹងហើយតាកតងនឹងផ្លាកសញ្ញានេះបាទយើងឃើញសៀមរាបយើងនេះមានការសហការគ្នាគេហៅគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ហ្នឹងកំពុងដើរពិនិត្យផ្លាកសញ្ញាហ្នឹងអញ្ចឹងបើសិនជាផ្លាកសញ្ញាកន្លែងណាមួយដែលវានៅយើងឃើញអាចឃើញថាវាមិនប្រក្រតីវាយវ័យអីគួរជួយដល់ព័ត៌មានទៅក្នុង page ដូចខ្ញុំនិយាយអញ្ចឹងឬមួយក៏ hotline របស់រដ្ឋបាលខេត្តដើម្បីចាត់ចែងពោះឥឡូវហ្នឹងនៅពេលដែលមានទៅពេលខ្លះប៉ូលីសគាត់នេះអត់ដែរប៉ុន្តែខេត្តយើងគឺឃើញគាត់ខំជួយធ្វើណាហ្នឹងមេឈើបាំងផ្លាកសញ្ញាមេឈើអីហ្នឹងគាត់កំពុងនេះមិនមែននៅចាំតផាពិន័យទេណាដូចនៅកន្លែងខ្លះដូចថាបន់ឲ្យតែមានមេឈើបាំងហ្មងបាទអានទៅដាក់វាដេញប៉ុស្ផាពិន័យកន្លែងហ្នឹងហ្មងបាទអញ្ចឹងមេឈើបាំងយើងអត់ដឹងអីទៅលោផ្លាកសញ្ញាដល់ជីទៅលើក្រោយទៀតមើលមិនឃើញអាហ្នឹងអូបាំងដើមឈើអញ្ចឹងអានេះវាយើងនេះគួរតែលើកឡើងដូចខ្ញុំបាននិយាយអញ្ចឹងគឺធម្មតាចំណុចខ្វះខាតគឺតែងតែមានហើយរដ្ឋបាលគឺទទួលស្គាល់ហើយអញ្ចឹងហើយបានយើងមានយន្តការ hotline ណា page ស្អីហ្នឹងគឺដើម្បីទទួលព័ត៌មានហ្នឹងអញ្ចឹងអរគុណចំពោះការចាប់អារម្មណ៍លើរឿងបាទសូមអរគុណឯកឧត្តមសាស្ត្រាចារ្យអភិបាលរងខេត្តដោយពេលវេលាយើងមកដល់ហើយគឺសូមបញ្ចប់សំណួរពីត្រឹមនេះ